បាទសួស្តីអ្នកខ្លះទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងរឿងព្រេងនិទានអ្នកប្រយុទ្ធទៅកាន់ឋានសួគ៌រដូវកាលទី12ភាគទី5បាទយើងតមកពីភាគមុនឃើញថាសៀវយៀនបានប្រើតែមួយក្បាច់ទេគឺអាចយកឈ្នះទៅលើលីតុងបាទហើយចំណែកឯក្រុមរបស់លីយុនហ្នឹងឯងតែទាំងជាង10នាក់ហ្នឹងសៀវយៀនយកឈ្នះទាំងបានមើលមុខផងធ្វើឲ្យពួកហ្នឹងមានការបាក់មុខយ៉ាងខ្លាំងបាទចឹងហើយក្រោយពេលដែលបានយកឈ្នះទៅលើលីតុងដោយប្រើត្រឹមតែមួយក្បាច់ឃើញថាលីយីងដឹងហើយដែលជាមេគ្រួសារត្រកូលលីហ្នឹងក៏បានចូលខ្លួនមកចង់ប្រកួតជាមួយនឹងសៀវយៀនដោយប្រើធម្មពលត្រឹមតែពាក់កណ្ដាលទេបាទហើយឃើញនេះនោះឪក្មេករបស់សៀវយៀនបាទគូយុនក៏បាននិយាយបន្ទោសទៅឲ្យលីយីងថាខ្លួនឯងចាស់ហើយមិនបានចង់ទៅប្រយុទ្ធជាមួយក្មេងអញ្ចឹងណាហើយលីយុនក៏បាននិយាយថាបើសិនជាគូយុននិយាយអញ្ចឹងទៅហើយយើងមិនចាំប្រកួតក៏បានដែរបាទប៉ុន្តែសៀវយៀនក៏បាននិយាយថាមិនងាយនឹងបានឆ្លងកាត់បទពិសោធន៍ជាមួយនឹងអ្នកខ្លាំងដូចជាលីយីងទេអញ្ចឹងហើយសូមឲ្យលីយីងនឹងផ្ដល់នៅដល់នយោបាយមកថាផ្ដល់នៅការណែនាំនៅពេលដែលប្រយុទ្ធគ្នាអញ្ចឹងផងបាទឃើញថាគូយួននឹងគឺមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងភាពក្លាហានរបស់កុំសាខ្លួនឯងអញ្ចឹងណាឃើញកុំសាខ្លួនឯងមានភាពក្លាហានអញ្ចឹងទៅពិតជាមានការពេញចិត្តយ៉ាងខ្លាំងបាទអញ្ចឹងហើយឥឡូវនេះយើងតសាច់រឿងពីភាគមុនសៀវយៀនបានសម្លឹងមើលទៅកាន់លីយីងជាមួយនឹងទឹកមុខដ៏ក្រួតក្រៀតភ្លាមនោះគេក៏បានដកដង្ហើមធំមានការគិតមួយបានកាត់ឡើងនៅក្នុងចិត្តរបស់គេមុនពេលដែលអាល់អិតជីបានបង្រួមខ្លួនចូលទៅក្នុងវិញ្ញាណរបស់គេយ៉ាងលឿនបន្ទាប់មកអាណត្តិភ្លើងពណ៌ផ្កាឈូកក៏បានឆាបឆេះចេញពីរាងកាយរបស់គេហើយរាងកាយរបស់គេនោះក៏បានប្រែក្លាយទៅជាថ្លាដូចជាកញ្ចក់គ្រីស្តាល់ពណ៌ផ្កាឈូកយ៉ាងនោះដែរសៀវយៀនគឺបានបញ្ចេញនៅរាងកាយភ្លើងប្រឡ័យលោកភ្លាមតែម្ដងនៅពេលដែលគេត្រូវប្រឈមមុខជាមួយនឹងដៃគូដ៏មានថាមពលខ្លាំងបែបនេះមានអណ្ដាតភ្លើងសួគ៌6ប្រភេទនៅក្នុងអណ្ដាតភ្លើងមួយនោះកែវភ្នែករបស់យានជីងគឺមានបង្កប់ទៅដោយពន្លឺយ៉ាងចម្លែកក្នុងខណៈពេលដែលគេសម្លឹងមើលទៅកាន់សៀវយៀនបើតាមក្រសែភ្នែករបស់គេក៏រលែកមើលតែម្ដងប៉ុណ្ណោះក៏អាចមើលឃើញនៅចំនួននៃអណ្ដាតភ្លើងសួគ៌ដែលបានរួមបញ្ចូលគ្នានៅក្នុងអណ្ដាតភ្លើងពណ៌ផ្កាឈូកមួយនោះទៅហើយមានភាពញាក់ផ្អើលយ៉ាងខ្លាំងបានបង្ហាញចេញតាមរយៈផ្ទៃមុខរបស់គេព្រោះថាខ្លួនគេផ្ទាល់គឺធ្លាប់ឆ្លងកាត់នៅបទពិសោធន៍ដ៏លំបាកក្នុងការរួមបញ្ចូលគ្នានៃអណ្ដាតភ្លើងសួគ៌ត្រឹមតែការរួមបញ្ចូលគ្នានៃអណ្ដាតភ្លើងសួគ៌តែពីរប្រភេទប៉ុណ្ណោះគឺវាបានធ្វើឲ្យគេចំណាយនៃធម៌ពលអស់ពីខ្លួនតែម្ដងគេមិនធ្លាប់ស្រមៃឡើយថានឹងអាចធ្វើការចម្រាញ់នៅអណ្ដាតភ្លើងសួគ៌ចំនួន6ប្រភេទរួមបញ្ចូលគ្នាបាននោះមានកែវភ្នែកជាច្រើនគូបានប្រមូលផ្ដុំគ្នាទៅលើរាងកាយរបស់សៀវយៀនពួកគេបានសម្លឹងមើលទៅកាន់ខ្លួនមួយនោះដែលបានប្រែទៅជាថ្លាដូចជាកញ្ចក់មនុស្សជាច្រើនអ្នកគឺបានបង្ហាញចេញនៅទឹកមុខញាក់ផ្អើលយ៉ាងខ្លាំងទោះបីជាយ៉ាងណាក៏ដោយក្រោយពេលដែលពួកគេមានអារម្មណ៍ទទួលដឹងពីការកើនឡើងនៃចំហាយធម៌ពលរបស់សៀវយៀនភាពញាក់ផ្អើលទាំងនោះក៏បានប្រែទៅជាការតក់ស្លុតវិញមួយរំពេចលីតុងដែលទើបតែបានឆ្លងកាត់នៅការប្រយុទ្ធជាមួយនឹងសៀវយៀនគឺបានបង្ហាញចេញនៅស្នាមញញឹមដ៏ជូរចត់ក្នុងខណៈពេលដែលគេបានក្រវីក្បាលពេលនេះគេគឺបានដឹងហើយថាតាមពិតទៅសៀវយៀនគឺបានបន្ធូរដៃឲ្យគេទៀតផងចំហាយនៃធម៌ពលមួយនេះគឺជារបស់មហាទេពប្រយុទ្ធកាយ7ថ្នាក់ដំបូងទៅហើយអ្នកកំឡោះម្នាក់នេះពិតជាបានប្រើធម៌ពលរបស់អណ្ដាតភ្លើងសួគ៌ដល់កម្រិតមួយដែលខ្ពស់បំផុតមែនមានភាពញាក់ផ្អើលបានបង្ហាញចេញតាមរយៈកែវភ្នែករបស់យានជីងហើយនឹងអ្នកដទៃទៀតក្នុងគណៈពេលដែលពួកគេបាននិយាយរអ៊ូដាក់ខ្លួនឯងលោកមេគ្រួសារលីយីងសាកទទួលនៅការវាយប្រហាររបស់ខ្ញុំនេះទៅមើលមោទនភាពបានកើតមានឡើងនៅក្នុងចិត្តរបស់សៀវយៀនក្នុងគណៈពេលដែលគេបានប្រើអណ្ដាតភ្លើងការឈូប្រឡ័យលោកម្ដងទៀតហើយគេគឺអាចមានអារម្មណ៍ដឹងបានថាធម៌ពលកំតិចដែលបានផ្ទុះឡើងដូចជាភ្នំភ្លើងបើសិនទៅធម៌ពលកំតិចគឺបានផ្ទុះឡើងដូចជាភ្នំភ្លើងយ៉ាងនោះដែរមានអណ្ដាតភ្លើងមួយបានបង្រួមគ្នាយ៉ាងលឿននៅក្នុងបាតដៃរបស់សៀវយៀនក្នុងគណៈពេលដែលគេបានវាយចេញទៅមុខវាបានបង្រួមខ្លួនទៅជាអណ្ដាតភ្លើងការឈូក6ពណ៌ក្នុងល្បឿនដ៏គួរឲ្យតក់ស្លុតជាទីបំផុតរលកនៃធម៌ពលកំតិចដែលមិនអាចទប់ទល់បានគឺបានជះចេញទៅក្នុងគណៈពេលដែលការឈូកភ្លើងបានចេញជារូបរាងរឿងនេះគឺបានធ្វើឲ្យយានជីងហើយនឹងគូយួននៅពីចម្ងាយបានសម្លឹងមើលមុខគ្នាទៅវិញទៅមកពិតជាផ្កាឈូកភ្លើងដ៏គួរឲ្យខ្លាចមែនគូទៅដែលជាព្រឹទ្ធាចារ្យអមតៈម្នាក់ក្នុងចំណោម3នាក់របស់គ្រួសារត្រកូលគូគឺកំពុងតែមានទឹកមុខក្រួតក្រៀតក្នុងគណៈពេលដែលគេសម្លឹងមើលទៅកាន់ផ្កាឈូកភ្លើងដែលស្ថិតនៅក្នុងបាតដៃរបស់សៀវយៀនសូម្បីតែគេផ្ទាល់
ក៏អាចមានអារម្មណ៍ទទួលដឹងពីគ្រោះថ្នាក់ដែលបានបញ្ចេញមកពីវាផងដែរពិតជាមិននឹកស្មានថាផ្កាឈូកភ្លើងដែលស៊ីវយិនបានបង្កើតឡើងក្រោយពេលដែលថាមពលរបស់គេបានឡើងមកដល់កម្រិតមហាទេពប្រយុទ្ធផ្កាយ6ហើយនោះនឹងមានថាមពលអស្ចារ្យបែបនេះសោះបើសិនជាវាត្រូវបានប្រើនៅពេលដែលហ៊ុនសាដេញតាមពួកគេកាលពីពេលមនុស្សគ្រាន់តែថាមពលរបស់ផ្កាឈូកភ្លើងនេះក៏អាចធ្វើឲ្យភាគីម្ខាងទៀតមានការភ័យខ្លាចបានដែរផ្កាឈូកភ្លើងគឺបានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍តក់ស្លុតក្រោយពេលដែលវាបានបង្ហាញខ្លួនឡើងសូម្បីតែទឹកមុខរបស់លីយីងក៏បានប្រែទៅជាស្រអាប់បន្តិចផងដែរគេពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងគណៈពេលដែលគេបានបញ្ចេញសម្ដេចឡើងបាតដៃដ៏ធំដូចជាផ្លិតរបស់គេគឺបានឈោងចេញទៅមុខហើយភ្លាមនោះសម្រែកដូចជាផ្គរលាន់មួយក៏បានលាន់លឺចេញពីបាតដៃរបស់គេទៅសាកភ្លក់រសជាតិបាតដៃមហន្តរាយរន្ទះរបស់គ្រួសារត្រកូលលីទៅមើលមានពន្លឺរន្ទះបានជះរស្មីឡើងនៅលើបាតដៃរបស់លីយីងហើយនៅទីបំផុតវាក៏បានប្រែទៅជាពពករន្ទះនោះគឺបានប៉ោងចុះឡើងយ៉ាងលឿនប្រៀបដូចជាបេះដូងដែលកំពុងតែលោតយ៉ាងនោះដែរត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះជុំវិញទីកន្លែងនេះទាំងមូលក៏បានប្រែទៅជាងងឹតពន្លឺនៃបាតដៃរន្ទះដែលបានរួមខ្លួនរហូតដល់ទំហំស្មើនឹងបាតដៃមួយគឺបានវាចេញទៅជាមួយនឹងពពករន្ទះភ្លាមតែម្ដងនៅទីបំផុតវាក៏បានចូលទៅបុកមួយទំហឹងជាមួយនឹងការឈូភ្លើងរបស់ស៊ីវយិននៅចំពោះមុខកែវភ្នែកជាច្រើនរាប់មិនអស់ប៉ាំងការផ្ទុះឡើងដ៏ធំមួយគឺបានលាន់លឺនៅជុំវិញពិភពនៃគ្រួសារត្រកូលគូទាំងមូលភ្លាមក្នុងគណៈពេលដែលមានព្យុះកំណាចបានបក់បោកចេញទៅយ៉ាងខ្លាំងដោយមិនមាននរណាម្នាក់អាចរាំងស្ទះបានឡើយប្រឡូកនៃការវាយប្រហារដ៏គួរឲ្យខ្លាចគឺបានច្រានឲ្យស៊ីវយិនត្រូវខ្ទាតថយទៅក្រោយជាច្រើនរយម៉ែត្រលីយីងដែលនៅលើមេឃក៏ត្រូវរេថយទៅក្រោយជាច្រើនជំហានផងដែរហើយភ្លាមនោះរាងកាយដែលប្រៀបដូចជាប្រាសាទពណ៌ទឹកប្រាក់របស់គេក៏បានទប់លំនឹងរបស់ខ្លួនឯងឡើងវិញថាមពលរបស់មហាទេពប្រយុទ្ធផ្កាយ8គឺពិតជាមិនធម្មតាមែនស៊ីវយិនអាចទប់ទល់បានទេតើមនុស្សជាច្រើនបានបញ្ចេញសម្លេងឧទានឡើងក្រោយពេលដែលបានមើលឃើញថាស៊ីវយិនមិនបានរងរបួសនោះទេក្រោយពេលដែលត្រូវបានបង្ខំឲ្យថយទៅក្រោយជាច្រើនរយជំហានហើយនោះជាពិសេសគឺលីតុងហើយនិងអ្នកដទៃប៉ុន្មានអ្នកផ្សេងទៀតតែម្ដងគឺពួកគេបានដកដង្ហើមយកខ្យល់ត្រជាក់ដោយមិនដឹងខ្លួនក្បាច់គុណបាតដៃមហន្តរាយរន្ទះគឺជាវិជាគុណកម្រិតមេឃដ៏កម្របំផុតនៅក្នុងគ្រួសារត្រកូលលីលើសពីនោះទៅទៀតវាត្រូវបានបញ្ចេញដោយលីយីងទៀតផងហើយដូច្នេះហើយឥទ្ធិពលរបស់វាគឺពិតជាអាចកំទេចបាននៅសត្វមានជីវិតទាំងអស់ដែលស្ថិតនៅក្នុងរង្វង់500គីឡូម៉ែត្រប៉ុន្តែវាអាចត្រឹមតែបង្ខំឲ្យស៊ីវយិនត្រូវខ្ទាតថយទៅក្រោយជាច្រើនរយជំហានតែប៉ុណ្ណោះប្រឡូកនៃថាមពលដ៏គួរឲ្យខ្លាចគឺកំពុងតែបក់បោកនៅលើមេឃក្នុងគណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតែមានអារម្មណ៍តក់ស្លុតភ្លាមនោះដែរគូយួនក៏បានក្រវះដៃអាវរបស់គេឡើងហើយលំហអាកាសក៏បានប្រែប្រួលដោយខ្លួនឯងមានប្រហោងខ្មៅដ៏ធំមួយបានកើតមានឡើងមុនពេលដែលវាបានលេបយកនៅថាមពលដ៏វក់វីទាំងអស់នោះចេញទៅនៅទីបំផុតគូយួនក៏បានទះដៃអបអសាទរទាំងមានសំណោចយ៉ាងខ្លាំងក្រោយពេលដែលការប្រកួតបានបញ្ចប់លីយីងបាតដៃមហន្តរាយរន្ទះរបស់លោកគឺមានថាមពលលើសពី 50% ត្រូវទេអ្នកកំឡោះឯងពិតជាអស្ចារ្យមែនហើយពិតជាស័ក្តិសមខ្លាំងណាស់ដែលជាចំនួនក្រោយរបស់ស៊ីវស៊ុនលីយីងគឺមិនបានបដិសេធនោះឡើយក្រោយពេលដែលគេបានឮបែបនេះជំនួសមកវិញគេបានបញ្ចេញសំណោចយ៉ាងខ្លាំងបាតដៃដែលគេបានវាយចេញទៅនាពេលមុននោះគឺពិតជាបានធ្វើឲ្យរូបគេមានអារម្មណ៍ល្អមែនស៊ីវយិនបានបញ្ចេញសំណោចយ៉ាងជឿចត់ដៃទាំងពីររបស់គេគឺបានប្រែទៅជាស្ពឹកអស់ទៅហើយដូច្នេះគេមិនអាចលើកដៃទាំងពីរឡើងបញ្ចូលគ្នានោះទេគេអាចធ្វើបានត្រឹមតែក្រវីក្បាលហើយបញ្ចេញសំណោចនៅចំពោះមុខកែវភ្នែកដែលពោពេញទៅដោយការគោរពជាច្រើនរាប់មិនអស់នៅជុំវិញរូបគេប៉ុណ្ណោះគូយួនបានបញ្ចេញសំណោចឡើងម្ដងទៀតក្នុងគណៈពេលដែលគេកំពុងតែឈរនៅលើមេឃដៃទាំងពីររបស់គេបានដាក់ទៅក្រោយខ្នងភ្លាមផងដែរគេបានងើបមុខឡើងហើយសម្លឹងមើលទៅកាន់លំហអាកាសមួយដែលទទេស្អាតសំឡេងរបស់គេដែលបាននិយាយចេញទៅគឺប្រៀបបានទៅនឹងផ្គរលាន់ដែលស្ទើរតែអាចធ្វើឲ្យមនុស្សមានអារម្មណ៍ថាស្បែករបស់ខ្លួនឯងត្រូវបានផ្ទុះបែកអស់ទៅហើយហ៊ុនធានទីបើតាមឋានៈរបស់លោកហេតុអ្វីបានជាលោកអាចធ្វើទង្វើលាក់លៀមបានបែបនេះបើសូមភ័យទោសអាចធ្វើទង្វើលាក់លៀមបែបនេះបានពាក្យសម្ដីរបស់គូយួនគឺប្រៀបបានដូចជាការផ្ទុះមួយដែលមិនដឹងកើតឡើងនៅទីណានោះទេដែលវាបានធ្វើឲ្យមនុស្សដែលមានវត្តមាននៅទីនេះទាំងអស់ត្រូវមានរាងកាយនៅនឹងថ្កល់តែម្ដងត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះកែវភ្នែកដែលពោពេញទៅដោយភាពកក់ស្លុតទាំងអស់នោះក៏បានសម្លឹងមើលទៅលើព
ពួកគេបានសម្លឹងមើលទៅកាន់លំហអាកាសដែលទទេស្អាតកម្លាំងធាតុចាប់ផ្ដើមផ្ទុះចេញពីរាងកាយនៃសមាជិករបស់កងទ័ពពណ៌ខ្មៅទាំងនោះដែលជាអ្នកបានមើលនៃការប្រយុទ្ធគ្នារវាងស៊ីវយាននាពេលមុននេះនៅគ្រប់ទិសដៅទាំងអស់ហ៊ុនធានទីឈ្មោះដែលគូយួនបានបន្លឺឡើងគឺហាក់ដូចជាបានផ្ទុះនៅក្នុងត្រចៀករបស់ស៊ីវយានយ៉ាងនោះដែររឿងនេះគឺបានធ្វើឲ្យកណ្ដាប់ដៃរបស់គេត្រូវស្ដាប់បញ្ចូលគ្នាដោយយឺតបរិះម្នាក់នោះហើយគឺជាជនបង្កដែលស្ទើរតែបានធ្វើឲ្យគ្រួសារត្រកូលសៀវត្រូវរលាយបាត់ទៅទាំងស្រុងនៅទីបំផុតគេនឹងបង្ហាញខ្លួនឡើងហើយសមាជិកនៃគ្រួសារត្រកូលគូទាំងអស់ប្រុងប្រយ័ត្នព្រឹត្តិការណ៍អមតៈទាំង3របស់គ្រួសារត្រកូលគូបានហោះសម្រុកឡើងទៅលើមេឃក្នុងពេលជាមួយគ្នាមានសម្រែកបានបន្លឺឡើងនៅជុំវិញបរិវេណនោះទាំងមូលភ្លាមនោះដែរពន្លឺរស្មីជាច្រើនបានបំលាស់ទីឆ្លងកាត់ជួរភ្នំចូលមកអ្នកខ្លាំងរបស់គ្រួសារត្រកូលគូទាំងអស់បានបង្ហាញខ្លួនព្រមគ្នាមុនពេលដែលមានចំហាយនៃថាមពលដ៏មហិមាបានផ្ទុះឡើងទៅលើមេឃយ៉ាងលឿនបើទោះបីជាទីនេះគ្មានអ្វីក៏ដោយពួកគេក៏មិនបានបង្វែរក្រសែភ្នែកចេញពីទីនោះដែររៀមច្បងគូយួនតើមានរឿងអ្វីមែនទេទឹកមុខរបស់យានជីងហើយនឹងលៃយីងគឺបានប្រែទៅជាមានសភាពគ្រោតគ្រាតនៅក្នុងខណៈពេលនេះរាងកាយរបស់ពួកគេបានកម្រើកមុនពេលដែលពួកគេបានទៅបង្ហាញខ្លួននៅក្បែរគូយួនកែភ្នែករបស់ពួកគេបានសម្លឹងមើលទៅកាន់ទីលំហមួយនោះប៉ុន្តែពួកគេហាក់ដូចជាមិនមានអារម្មណ៍ទទួលដឹងពីរឿងអ្វីឡើយភ្លាមបន្ទាប់ពីនោះការប្រុងប្រយ័ត្នដ៏ខ្លាំងមួយក៏បានកើតមានឡើងនៅក្នុងចិត្តរបស់ពួកគេព្រោះបើទោះបីជាពួកគេគ្មានថាមពលខ្លាំងយ៉ាងណាក៏ដោយក៏មនុស្សទាំងពីរនាក់នេះនៅតែមានការភ័យខ្លាចចំពោះមនុស្សរបស់គ្រួសារត្រកូលហ៊ុនដដែលតើហ៊ុនធានទីពិតជាមកទីនេះមែនឬមួយក៏ពួកគេចង់វាយប្រហារមកលើគ្រួសារត្រកូលគូយានជីងបាននិយាយដោយសម្ដីធ្ងន់សូម្បីតែគេផ្ទាល់ក៏បានជ្រួញចិញ្ចើមយ៉ាងខ្លាំងផងដែរក្រោយពេលដែលបាននិយាយចេញនៅពាក្យសម្ដីទាំងអស់នោះគ្រួសារត្រកូលគូគឺមិនមែនជាអ្វីដែលគ្រួសារបុរាណដទៃអាចប្រៀបផ្ទឹមបាននោះទេបើទោះបីជាគ្រួសារត្រកូលហ៊ុនបានប្រើកម្លាំងទាំងអស់ដើម្បីធ្វើការវាយប្រហារក៏ដោយមើលទៅវានៅតែមានការលំបាកយ៉ាងខ្លាំងដដែលបើសិនជាពួកគេចង់កំទេចគ្រួសារត្រកូលគូដូចជាពួកគេធ្វើទៅលើគ្រួសារត្រកូលលីងនោះគូយួនគឺមិនបានឆ្លើយតបនោះទេគេនៅតែសម្លឹងមើលទៅកាន់ទីនោះដោយមិនដកក្រសែភ្នែកចេញឡើយជួរភ្នំទាំងមូលដែលដើមឡើយមានសភាពអ៊ូអរមិនធម្មតាគឺបានប្រែទៅជាមានសភាពស្ងប់ស្ងាត់ទាំងស្រុងពួកគេថែមទាំងអាចស្ដាប់ឮនៅចង្វាក់បេះដូងរបស់អ្នកដទៃដែលកំពុងតែលោតទៀតផងមនុស្សគ្រប់គ្នាគឺអាចយល់បានយ៉ាងច្បាស់ថាតើនឹងមានរឿងអ្វីកើតឡើងបើសិនជាគ្រួសារត្រកូលហ៊ុនពិតជាបានបង្ហាញខ្លួនឡើងនៅក្នុងថ្ងៃនេះមែនហេតុការណ៍មួយនោះប្រកាសជាអាក្រក់ជាងឆ្ងាយណាស់ទៅនឹងសង្គ្រាមដែលបានកើតមានឡើងនៅឯគ្រួសារត្រកូលយ៉ាវភាពស្ងប់ស្ងាត់នៅទីកន្លែងមួយនេះគឺបានបន្តទៅអស់មួយរយៈពេលប៉ុន្មាននាទីទោះបីជាយ៉ាងណាក៏ដោយមិនមាននរណាម្នាក់ហ៊ានបន្ធូរអារម្មណ៍នោះទេកែវភ្នែកជាច្រើនគឺសុទ្ធតែបានសម្លឹងមើលទៅកាន់ចំណុចមួយនោះដដែលការតាំងអារម្មណ៍ដ៏ស្ងប់ស្ងាត់បែបនេះគឺបានបន្តទៅអស់ជាច្រើននាទីមុនពេលដែលលំហអាកាសដែលនៅទីនោះចាប់ផ្ដើមកើតមាននៅរលកថាមពលមានសំណើចមួយបានលាន់ឮចេញមកដោយយឺតក្នុងពេលជាមួយគ្នានោះផងដែរគូយួនពួកយើងមិនបានជួបគ្នាយូរណាស់មកហើយប៉ុន្តែអារម្មណ៍របស់ឯងនៅតែមានភាពមុតស្រួចដដែលការបន្លឺឡើងនៅសម្លេងមួយនោះគឺបានធ្វើឲ្យអ្នកខ្លាំងរបស់គ្រួសារត្រកូលគូប្រុងប្រៀបរួចជាស្រេចភ្លាមតែម្ដងកម្លាំងធាតុបានធ្វើលំហូរដូចជាទឹកជំនន់នៅក្នុងរាងកាយរបស់ពួកគេរាល់គ្រប់សកម្មភាពទាំងអស់វានឹងក្លាយទៅជាការវាយប្រហារដូចជាព្យុះកំណាចភ្លាមតែម្ដងការប្រែប្រួលនៃថាមពលនៅទីនោះគឺបង្កឲ្យមានខ្យល់គួចមួយបានកើតមានឡើងដោយយឺតមានដៃដ៏វែងមួយបានឈោងចេញមកពីខ្យល់គួចមួយនោះវាបានចាប់ទៅលើទីខ្ពស់បំផុតនៃខ្យល់គួចក្នុងខណៈពេលដែលមានរាងកាយរបស់មនុស្សបានដើរចេញមកពីវាដោយយឺតហើយនៅទីបំផុតគេក៏បានបង្ហាញខ្លួនឡើងនៅចំពោះមុខកែវភ្នែករបស់មនុស្សគ្រប់គ្នាមនុស្សដែលបានដើរចេញមកពីខ្យល់គួចមួយនោះគឺមានសម្លៀកបំពាក់ពណ៌សលីប្រផេះអាយុរបស់គេប្រហែលជាជាង30ឆ្នាំគេមានផ្ទៃមុខស្រស់សង្ហាជាមួយនឹងកែវភ្នែកភ្លឺថ្លាដ៏ចម្លែកដែលហាក់ដូចជារូបគេអាចមើលធ្លុះនៅចិត្តរបស់មនុស្សគ្រប់គ្នាយ៉ាងនោះដែរការបង្ហាញខ្លួនឡើងលើដំបូងរបស់មនុស្សម្នាក់នេះគឺអាចបញ្ជាក់បានថាគេគឺជាមនុស្សដ៏អស្ចារ្យម្នាក់បើសិនជាគេកាន់សៀវភៅនៅក្នុងដៃមើលទៅគេគឺមិនខុសអ្វីទៅនឹងអ្នកសិក្សានោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតាមការបង្ហាញខ្លួនដ៏កម្ររបស់ម្នាក់នេះ
ដែលប្រៀបបានទៅនឹងអ្នកសិក្សាដ៏ទន់ខ្សោយនោះគឺបានធ្វើឲ្យលេយីងហើយនឹងយានជីងត្រូវប្រែទឹកមុខទៅជាមានសភាពគ្រួតគ្រៀតយ៉ាងខ្លាំងសូម្បីតែគូយួនក៏បានពង្រឹងនៅកែវភ្នែករបស់គេទៅលើមនុស្សម្នាក់នោះផងដែរគេគឺជាមេគ្រួសារត្រកូលហ៊ុនធានទីសៀវយៀនគឺកំពុងតែស្រឡាំងកាំងនៅពេលដែលឃើញរូបភាពបែបនោះច្បាស់ណាស់ថាគេពិតជាមិនអាចផ្សារភ្ជាប់បរិះដែលមានសភាពស្រគត់ស្រគំម្នាក់នេះទៅនឹងក្រុមដ៏ចម្លែកបំផុតនៅទ្វីបកម្លាំងធាតុដូចជាបក្សាលវិញ្ញាណនោះបានឡើយមានរាងកាយរបស់មនុស្សប៉ុន្មានអ្នកផ្សេងទៀតបានដើរចេញមកពីខ្យល់គួចដ៏យឺតមុនពេលដែលពួកគេបានមកបង្ហាញខ្លួននៅពីក្រោយខ្នងរបស់បរិះម្នាក់នោះមនុស្សដែលបានដើរចេញមកមុនគេគឺមានអណ្ដាតភ្លើងពណ៌ខ្មៅគ្របដណ្ដប់នៅពីលើខ្លួនដោយគេម្នាក់នោះគឺជាអណ្ដាតភ្លើងលេបស្រមោលដែលសៀវយៀនធ្លាប់បានជួបនៅឯគ្រួសារត្រកូលយ៉ាវកាលពីពេលមុននៅពីក្រោយខ្នងរបស់គេគឺជាអ្វីដែលត្រូវបានគេហៅថាមហាទេពបិសាចទាំង4នៃគ្រួសារត្រកូលគូសំទោសនៃគ្រួសារត្រកូលហ៊ុនមើលទៅវាពិតជាមានការលំបាកខ្លាំងណាស់បើសិនជាចង់រកខ្សែប្រយុទ្ធជួរមុខដែលខ្លាំងបែបនេះនៅក្នុងទ្វីបកម្លាំងធាតុទាំងមូលនោះជាមួយនឹងការបង្ហាញខ្លួនឡើងរបស់មនុស្សទាំងអស់នេះព្រឹទ្ធាចារ្យរបស់គ្រួសារត្រកូលគូទាំងអស់ក៏បានចាប់ផ្ដើមបង្ហាញចេញនៅទឹកមុខដែលពោពេញទៅដោយភាពតានតឹងមានរបាំងពន្លឺជាច្រើនស្រទាប់ត្រូវបានកើតមានឡើងនៅជុំវិញជួរភ្នំទាំងមូលហើយពន្លឺទាំងអស់នោះគឺបានប្រទាក់គ្នាទៅវិញទៅមកដែលបានធ្វើឲ្យវាមានរូបភាពដ៏អស្ចារ្យបំផុតថ្ងៃនេះគ្រួសារត្រកូលគូពិតជាមានភាពអ៊ូអរមែនគូយួនលៃយីងយានជីងពួកយើងទាំង4នាក់គឺមិនបានជួបគ្នាបែបនេះអស់រយៈពេល1000ឆ្នាំមកហើយត្រូវទេបរិះឈុតសដែលនៅលើមេឃគ្រាន់តែបានបង្ហាញចេញនៅស្នាមញញឹមបន្តិចប៉ុណ្ណោះនៅចំពោះមុខរបាំងការពារដែលមានចំនួនរាប់មិនអស់ដែលនៅខាងក្រោមសំឡេងរបស់គេគឺពិតជាមានសភាពទន់ភ្លន់ក្នុងខណៈពេលដែលគេនិយាយហ៊ុនធានទីនេះគឺជាកន្លែងដែលឯងមិនគួរមកនោះទេកែវភ្នែករបស់គូយួនគឺបានសម្លឹងមើលទៅកាន់បរិះឈុតសក្នុងខណៈពេលដែលគេបាននិយាយចេញទៅគ្មានកន្លែងណាដែលយើងមិនអាចទៅបាននោះឡើយហ៊ុនធានទីបាននិយាយតែមានសំណោចពួកគេទាំងពីរនាក់គឺដូចជាខ្លួនឯងសំទោសធ្វើដូចជាខ្លួនឯងកំពុងតែជជែកគ្នាពីរឿងធម្មតាយ៉ាងនោះដែរសំឡេងរបស់ពួកគេគឺពិតជាបានបង្ហាញចេញនូវអារម្មណ៍ដ៏ត្រជាក់រៀងៗខ្លួនហ៊ុនធានទីតើគ្រួសាររបស់ឯងព្រមទទួលខុសត្រូវចំពោះរឿងនៃការបាត់ខ្លួនទៅរបស់គ្រួសារត្រកូលលីងហើយនឹងគ្រួសារត្រកូលស៊ឺព្រមទាំងគ្រួសារត្រកូលយ៉ាវដែរទេលីយីងបានបញ្ចេញសម្រែកឡើងបើទោះបីជាគេបានដឹងពីស្ថានភាពខ្លះៗហើយក៏ដោយក៏គេនៅតែចង់ហាមាត់ដើម្បីសួរដោយខ្លួនឯងដែរមានចម្លើយដែលពួកឯងចង់ដឹងនៅក្នុងចិត្តរបស់ពួកឯងអស់ទៅហើយហ៊ុនធានទីគ្រាន់តែបានឆ្លើយតបទាំងមានស្នាមញញឹមប៉ុណ្ណោះក្រសែភ្នែករបស់គេបានក្រឡេកមើលទៅកាន់ទីតាំងនៅខាងក្រោមហើយមានភាពត្រជាក់ដោយមិនដឹងខ្លួនគឺបានកើតមានឡើងនៅក្នុងជម្រៅដ៏ជ្រៅបំផុតនៃវិញ្ញាណរបស់មនុស្សនៅពេលដែលមានបុគ្គលណាម្នាក់ត្រូវបានសម្លឹងមើលដោយកែវភ្នែករបស់គេបើទោះបីជាក្រសែភ្នែករបស់គេហាក់ដូចជាធម្មតាក៏ដោយប៉ុន្តែវាស្ថិតនៅក្រោមភាពត្រជាក់ដែលគ្មានមនោសញ្ចេតនាសោះនៅខាងក្នុងនោះវាហាក់ដូចជាអ្វីគ្រប់យ៉ាងដែលនៅក្នុងពិភពមួយនេះមិនខុសអ្វីទៅនឹងស្មៅនោះទេនៅក្នុងកែវភ្នែករបស់គេឯងគឺជាអ្នកទទួលខុសត្រូវចំពោះរឿងនោះមែនទឹកមុខរបស់យានជីងហើយនឹងលីយីងបានប្រែទៅជាស្រអាប់ភ្លាមក្រោយពេលដែលបានស្ដាប់ឮនៅការឆ្លើយតបរបស់ហ៊ុនធានទីស្ដេចលេបវិញ្ញាណរបស់គ្រួសារលេបវិញ្ញាណកាលពីពេលមុនមើលទៅគឺត្រូវបានលេបយកដោយអំណាចភ្លើងលេបស្រមោលហើយតើត្រូវទេលើសពីនោះទៅទៀតនោះក៏ជាមូលហេតុដែលគ្រួសារត្រកូលហ៊ុនរបស់ឯងអាចបន្តរស់រានមានជីវិតមកដល់ពេលនេះដែរកែវភ្នែករបស់គូយួនបានសម្លឹងមើលទៅកាន់រូបរាងខាងបាទសំទោសបានមើលទៅកាន់រាងកាយរបស់មនុស្សដែលបានគ្របដណ្ដប់ទៅដល់អណ្ដាតភ្លើងពណ៌ខ្មៅឈរនៅពីក្រោយហ៊ុនធានទីហើយនិយាយបន្តទៀតថាបើយើងបានដឹងពីរឿងនេះកាលពីពេលមុននោះយើងគួរតែកម្ចាត់ឯងចោលឲ្យហើយគូយួនឯងវាតម្លៃខ្ពស់ទៅលើខ្លួនឯងពេកហើយអ្វីត្បិតតែឯងអាចយកឈ្នះមកលើយើងបានមែនកាលពីពេលមុនប៉ុន្តែឯងគ្មានសមត្ថភាពក្នុងការដែលចង់កម្ចាត់យើងចោលទាំងស្រុងនោះទេអណ្ដាតភ្លើងពណ៌ខ្មៅដែលបានគ្របដណ្ដប់នៅពីលើរាងកាយរបស់មនុស្សម្នាក់នោះបានឆាបឆេះឡើងភ្លាមនៅពេលដែលគេបានឮបែបនេះគេបានបញ្ចេញសំណោចយ៉ាងចម្លែកហើយនិយាយបន្តទៀតថាលើសពីនោះទៅទៀតយើងគួរតែអរគុណទៅលើអ្វីដែលឯងបានធ្វើហើយបើសិនជាមិនមែនដោយសារតែរឿងមួយនេះដែលបានធ្វើឲ្យយើងសំងំធ្វើការហ្វឹកហាត់អស់រយៈពេល1000ឆ្នាំមកទេ
យើងក៏ប្រហែលជាមិនអាចមានធម៌ពលឡើងមកកាន់កម្រិតមហាទេពប្រយុទ្ធផ្កាយ9នេះបានដែរក្រៅពីគូយួនចេញទៅអ្នកដតីទៀតដែលមានវត្តមាននៅទីនេះសុទ្ធតែមានទឹកមុខប្រែប្រួលទាំងអស់នៅពេលដែលពួកគេបានស្ដាប់ឮនៅពាក្យសម្ដីរបស់អាណាចភ្លើងលៀបស្រមោលមហាទេពប្រយុទ្ធផ្កាយ9អញ្ចឹងឬនោះគឺជាធម៌ពលដ៏កំពូលបំផុតនៅក្នុងពិភពលោកមួយនេះក្នុងពេលបច្ចុប្បន្នបើនិយាយចំទៅវាមិនមានន័យថាគ្រួសារត្រកូលហ៊ុនគឺមានមហាទេពប្រយុទ្ធផ្កាយ9ដល់ទៅ2រូបទេឬគេពិតជាមានធម៌ពលកម្រិតមហាទេពប្រយុទ្ធផ្កាយ9មែនទឹកមុខរបស់សៀវយានបានប្រែទៅជាស្រអាប់ក្នុងគណៈពេលនេះមហាទេពប្រយុទ្ធផ្កាយ9 2រូបរឿងនេះសូម្បីតែគ្រួសារត្រកូលគូក៏មិនអាចប្រៀបផ្ទឹមជាមួយនឹងពួកគេបានដែរអញ្ចឹងគឺតើបានជាអាណត្តិភ្លើងលៀបស្រមោលអាចដឹកនាំមនុស្សមួយក្រុមដើម្បីកំទេចគ្រួសារត្រកូលយ៉ាវបានធម៌ពលរបស់គេគឺពិតជាគួរឲ្យខ្លាចពេកហើយយើងបានដឹងរឿងនេះចាប់តាំងពីពេលដែលឯងអាចលេបនៅពិភពគ្រួសារត្រកូលយ៉ាវចូលទៅក្នុងខ្លួនរបស់ឯងមកម្លេះត្រឹមតែជាមហាទេពប្រយុទ្ធផ្កាយ9បើសិនជាយើងមានឱកាសយើងនឹងបង្ខាំងឯងទុកជារៀងរហូតគូយួនបាននិយាយឡើងឯងគ្មានឱកាសធ្វើបែបនោះទេហ៊ុនធានទីបានឆ្លើយតបទាំងមានសំណើចហ៊ុនធានទីបើសិនជាឯងចង់នាំមនុស្សទាំងអស់មកទីនេះដើម្បីធ្វើការវាយប្រហារមកលើគ្រួសារត្រកូលគូរបស់យើងមើលទៅគឺមិនទាន់គ្រប់គ្រាន់ទេគូយួននៅតែមានចិត្តស្ងប់ហើយចរិតជាមេដឹកនាំក៏ត្រូវបានបង្ហាញចេញមកផងដែរវាពិតជាមិនគ្រប់គ្រាន់មែនហ៊ុនធានទីបានងក់ក្បាលហើយក៏មិនបានបដិសេធដែរចិញ្ចាមរបស់សៀវយានបានរួមបញ្ចូលគ្នាក្នុងគណៈពេលដែលគេកំពុងតែសម្លឹងមើលទៅកាន់រូបភាពមួយនោះពីខាងក្រោមបើទោះបីជាសមាជិករបស់គ្រួសារត្រកូលហ៊ុនបានបង្ហាញខ្លួនឡើងប៉ុន្តែពួកគេក៏មិនបានបង្ហាញចេញនូវសញ្ញាថានឹងធ្វើការវាយប្រហារដែរទោះបីជាយ៉ាងណាក៏ដោយសៀវយានគឺអាចយល់បានយ៉ាងច្បាស់នៅក្នុងចិត្តរបស់គេថាមនុស្សទាំងអស់នេះប្រកាសជាមិនធ្វើអ្វីដែលគ្មានប្រយោជន៍នោះឡើយហើយដូច្នេះវាច្បាស់ជាមានមូលហេតុនៅពីក្រោយសកម្មភាពមួយនេះជាមិនខានតើពួកគេអាចប្រើនៅឱកាសមួយនេះដើម្បីបំបីក្បួនឬមួយក៏ធ្វើអ្វីដែរទេការគិតមួយនេះបានកើតមានឡើងហើយក៏បាត់ទៅវិញគូយួនគឺពិតជាមនុស្សម្នាក់ដែលខ្លាំងសម្បើមណាស់គេមិនចាញ់ហ៊ុនធានទីបន្តិចឡើយបើនិយាយពីរឿងធម៌ពលវាប្រកាសជាមានការលំបាកខ្លាំងណាស់ដែលភាគីម្ខាងទៀតអាចធ្វើអ្វីបានដោយជោគជ័យនៅចំពោះមុខគូយួននោះសរុបមកនេះគឺដោយសារតែគូយួនគឺមិនមែនជាយ៉ាវតាន់នោះទេលោកមេគ្រួសារគូយួនប្រយ័ត្នពួកគេប្រើល្បិចយានជីនដែលនៅលើមេឃបាននិយាយដោយសម្ដីធ្ងន់ធ្ងរឃើញយ៉ាងច្បាស់ថាគេក៏បានយល់ពីទង្វើរបស់គ្រួសារត្រកូលហ៊ុនថាពិតជាមានអ្វីអាចកំបាំងជាមិនខានហ៊ុនធានទីគ្រាន់តែបានបង្ហាញចេញនូវស្នាមញញឹមបន្តិចប៉ុណ្ណោះទៅនឹងការរំលឹករបស់យានជីនដៃទាំងពីររបស់គេបានដាក់ទៅក្រោយគេមិនបាននិយាយអ្វីនោះឡើយអ្វីដែលគេធ្វើគឺគ្រាន់តែឈរនៅលើអាកាសហើយប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមរបស់គូយួនប៉ុណ្ណោះរូបភាពដ៏ចម្លែកបែបនេះគឺបានធ្វើឲ្យចិញ្ចើមរបស់សៀវយានត្រូវរួមបញ្ចូលគ្នាកាន់តែខ្លាំងរាងកាយរបស់គេបានកម្រើកហើយក៏បានទៅបង្ហាញខ្លួននៅក្បែរស៊ុនអឺស្ថានភាពបែបនេះគឺមិនប្រក្រតីទេគេត្រូវតែប្រមូលអារម្មណ៍ហើយការពារគ្រប់ហេតុការណ៍ដែលនឹងកើតឡើងសុវត្ថិភាពរបស់ស៊ុនអឺគឺជារឿងដែលសំខាន់បំផុតសម្រាប់រូបគេបងប្រយ័ត្នខ្លួនផងស៊ុនអឺបាននិយាយដោយសម្លេងតិចៗក្នុងគណៈពេលដែលនាងបានសម្លឹងមើលទៅកាន់សៀវយានដែលឈរនៅក្បែរនោះសៀវយានបានងក់ក្បាលក្នុងគណៈពេលដែលគេបានគិតថាទង្វើរបស់គ្រួសារត្រកូលហ៊ុនគឺពិតជាចម្លែកពេកហើយកាយវិការបែបនេះគឺហាក់ដូចជាពួកគេកំពុងតែមានចេតនាពន្យាពេលគូយួនហើយនៅអ្នកដតីទៀតឲ្យនៅទីនេះយ៉ាងនោះដែរតើពួកគេមានបំណងចង់ធ្វើអ្វីទៅម្រាមដៃរបស់សៀវយានគឺកំពុងតែត្រដោះគ្នាយ៉ាងលឿនហើយភ្លាមនោះដែរម្រាមដៃរបស់គេក៏បានបញ្ឈប់សកម្មភាពកែវភ្នែករបស់គេបានសម្លឹងមើលទៅកាន់ស៊ុនអឺក្នុងគណៈពេលដែលគេបានសួរថាតើគុជអតិថិបុរាណធូសឺនៅជាមួយនឹងលោកពូគូមែនទេស៊ុនអឺគឺមានការភ្ញាក់ផ្អើលនៅពេលដែលបានឮបែបនេះនាងមានការស្ទាក់ស្ទើរនៅក្នុងចិត្តបន្តិចមុនពេលដែលបានតបទៅវិញថាអត់ទេគុជបុរាណគឺនៅឯសាលបុព្វបុរសឯណោះវាគឺជាទីកន្លែងដែលមានការការពារដ៏រឹងមាំបំផុតមនុស្សរបស់សាលបុព្វបុរសគួរតែមកទីនេះទាំងអស់ហើយត្រូវទេសៀវយានបានសម្លឹងមើលទៅកាន់អ្នកខ្លាំងរបស់គ្រួសារត្រកូលគូដែលនៅលើមេឃមុនពេលដែលគេបានសួរបញ្ជាក់ស៊ុនអឺបានប្រើកែវភ្នែកដ៏ស្រស់ស្អាតរបស់នាងសម្លឹងមើលទៅជុំវិញបរិវេណនោះហើយភ្លាមនោះដែរទឹកមុខរបស់នាងក៏មានការប្រែប្រួលបន្តិចនាងពិតជាបានរកឃើញថាអ្នកខ្លាំងដែលមកពីសាលបុព្វបុរសគឺពិតជាត្រូវបានអូសទាញឲ្យមកទីនេះមែនគោលបំណងរបស់គ្រួសារត្រកូលហ៊ុនតាមពិតគឺជាគុជបុរាណរបស់គ្រួសារត្រកូលគូ
ទឹកមុខរបស់ស៊ីវយានមិនបានប្រែទៅជាស្រអាប់ក្រោយពេលដែលគេមើលឃើញនៅផ្ទៃមុខបែបនោះរបស់ស៊ុនអឺគេបានងើបមុខឡើងហើយបញ្ចេញសម្រែកថាលោកពូគូប្រយ័ត្នគុជបុរាណរបស់គ្រួសារត្រកូលគូផងគូយួនដែលកំពុងតែប្រឈមមុខជាមួយនឹងហ៊ុនធានទីនៅលើមេឃស្រាប់តែមានទឹកមុខប្រែប្រួលភ្លាមមុនពេលដែលគេអាចបញ្ចេញសម្រែកឡើងសញ្ញាដាស់តឿនក៏បានលាន់ឮចេញមកពីជួរភ្នំដែលនៅតំបន់ជ្រៅបំផុតបាត់ទៅហើយវាគឺជាសម្លេងដាស់តឿនដែលបានបញ្ចេញមកពីសាលបុព្វបុរសបាទសូមអរគុណអញ្ចឹងយើងសូមស្លេះត្រឹមប៉ុណ្ណេះសិនរងចាំជួបគ្នានៅភាគបន្ទាប់បាទសម្រាប់ថ្ងៃនេះមេប៉ាក់សូម